អ្នកប្រដាល់ជើងខ្លាំងគុណខ្មែរទម្ងន់ស្រាលគឿងសវណ្ណខឹមបានប្រាប់ថាខ្លួនចង់ជួបជើងខ្លាំងបរទេសហាត់គុណខ្មែរប៉ែនកយ៉ាស៊ីននៅជុំដំបងក្នុងជំនួបការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ថ្មីរបស់ Gainsbird ក្នុងប្រភេទទម្ងន់54គីឡូក្រាមអមដោយទឹកប្រាក់រង្វាន់រហូតដល់40លានរៀលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី16ខែវិច្ឆិកាឆ្នាំ2025នេះអំឡុងពេលវឹកហាត់នៅក្លឹបជាមួយនឹងសិស្សនិងគ្រូបង្វឹកគឿងសវណ្ណខឹមបានប្រាប់ក្រុមការងារ PNN Sport ថាការប្រកួតនេះជាឱកាសសំខាន់បំផុតក្នុងអាជីពរបស់ខ្លួនសម្រាប់សងសឹកដៃគូចាស់ប៉ែនកយ៉ាស៊ីនអ្នកប្រដាល់មកពីប្រទេសអាហ្គានីស្ថានសវណ្ណខឹមបាននិយាយថានេះជាឱកាសដ៏កម្រសម្រាប់ខ្ញុំព្រោះយ៉ាស៊ីនបច្ចុប្បន្នកំពុងល្បីខ្លាំងក្នុងប្រទេសកម្ពុជាដែលបានយកឈ្នះកីឡាករលំដាប់ជួរមុខច្រើនមកហើយដូច្នេះកេរ្តិ៍ឈ្មោះរបស់គាត់ក៏កំពុងឡើងខ្លាំងប្រសិនបើខ្ញុំអាចជួបគាត់ម្ដងទៀតក៏ជាឱកាសដែលខ្ញុំត្រូវយកទាំងដើមទាំងការត្រឡប់មកវិញផងដែរគឿងសវណ្ណខឹមជាកីឡាករមកពីខេត្តបាត់ដំបងបន្ថែមថាគូប្រកួតយ៉ាស៊ីនគឺជាឧបសគ្គដ៏ធំសម្រាប់ខ្លួនព្រោះការប្រកួតកន្លងមកគេបានបរាជ័យលឿនពេកទាំងមិនទាន់អស់ចិត្តទោះជាយ៉ាងណាគេថ្លែងថាប្រសិនបើការចាប់ឆ្នោតនៅជុំដំបងបានជួបដៃគូចាស់រូបនេះក៏មិនខ្លាចញញើតអ្វីឡើយបើជួបយ៉ាស៊ីនម្ដងទៀតនៅជុំដំបងខ្ញុំចង់សាកល្បងជាថ្មីព្រោះបើឈ្នះគេបានការឡើងទៅវគ្គប្រាច់ព្រាត់ក៏កាន់តែងាយស្រួលតែបើចាញ់ក៏មិនមានបញ្ហាអ្វីដែរព្រោះយើងបានប្រឹងប្រែងអស់លទ្ធភាពហើយយ៉ាងណាក៏ធ្លាប់ចាញ់រួចមកហើយយើងទទួលស្គាល់ថាសមត្ថភាពរបស់យើងនៅមានកម្រិតសម្រាប់ខ្ញុំចង់ជួបយ៉ាស៊ីនមុនបងមានអារម្មណ៍ថាសប្បាយចិត្តបងដែលបានកម្មវិធីនៅភាគហ្នឹងនិងកម្មវិធី Gainsbird ដែលផ្ដល់ឱកាសឲ្យចូលលេងកម្មវិធីធំបងសម្រាប់ខ្ញុំត្រៀមមករហូតបងព្រោះអត់មានឈ្មោះវិញខ្ញុំហាត់ធម្មតាទេបងត្រៀមលេងលុយធំនេះកន្លះខែបងមួយខែបងអត់អីបងមានអីបើប៉ះគាត់មានអារម្មណ៍ថាសប្បាយចិត្តសម្រាប់ខ្ញុំតានតឹងអស់បងព្រោះអីគាត់ល្អទាំងអស់ពងតឡើងជើងទាំងអស់បងអត់អាចមើលងាយម្នាក់ណាបានទេបងរាប់ជួយយ៉ាស៊ីនមិញខ្ញុំចាញ់គាត់បងស្លប់ចូលកអត់ទាន់ទីខ្លួនល្អតែចូលកផ្លត់ចូលកស្លប់បងសម្រាប់ខ្ញុំចង់ជួបយ៉ាស៊ីនមុនបងមានជំនឿចិត្តលើខ្លួនឯង70%បងអរគុណដល់សូមបងប្អូនសូមចូលរួមទស្សនាឲ្យបានច្រើនកថ្ងៃអាទិត្យនឹងខ្ញុំនឹងខំប្រឹងប្រែងអបិលភាពហើយក៏សូមអរគុណដល់កម្មវិធី Gainsbird ដែលតែផ្ដល់ឱកាសឲ្យខ្ញុំចូលលេងកម្មវិធីធំសូមឲ្យកម្មវិធី Gainsbird លក់កាន់តែដាច់មកទៅកាន់តែច្រើនសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Gainsbird លើកនេះមានបេក្ខភាពជើងខ្លាំងចំនួន4រូបរួមមានប៊ុនសុធាមកពីក្លឹបធុនសភាគុណខ្មែរគឹមសវណ្ណខឹមមកពីក្លឹបគុណខ្មែរ Super Fight ប៉ុងធីរីមកពីក្លឹបប៉ុងសារមិត្តគុណខ្មែរនិងប៉ែនកយ៉ាស៊ីនមកពីប្រទេសអាហ្គានីស្ថានកីឡាករទាំង4រូបនឹងធ្វើការចាប់ឆ្នោតជាផ្លូវការក្នុងថ្ងៃថ្លឹងទម្ងន់ដើម្បីកំណត់គូប្រកួតនៅជុំដំបូងការប្រកួតនីមួយៗនឹងប្រព្រឹត្តទៅក្នុងលក្ខន្តិកៈ5ទឹកដើម្បីរកអ្នកឈ្នះឡើងទៅវគ្គប្រជែងវគ្គប្រជែងនឹងប្រព្រឹត្តទៅនៅខែបន្ទាប់ដើម្បីសម្រេចឲ្យដឹងថាអ្នកណានឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់និងទទួលបានរង្វាន់អមដោយទឹកប្រាក់$10000បន្ថែមការប្រកួតដ៏រំភើបអស្ចារ្យនេះនឹងធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ PNN ចាប់ពីវេលាម៉ោង1រសៀលទៅនឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ PNN និងបណ្ដាញសង្គម Page Facebook YouTube PNN Sport អ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរីផងដែរ